នៅរសៀលថ្ងៃទី3ខែមករាឆ្នាំ2026នេះកម្ពុជាបានចេញសេចក្តីថ្លែងការណ៍11ចំណុចតវ៉ាចំពោះការរំលោភបំពានរបស់ថៃមកលើកម្ពុជាហើយ11ចំណុចហ្នឹងខ្ញុំសូមលើកយក2ចំណុចសំខាន់បំផុតចង់ចែករំលែកជូនបងប្អូនចំណុចទី2គឺក្នុងអំឡុងពេលប្រតិបត្តិការយោធាទ្រង់ទ្រាយធំចាប់ពីថ្ងៃទី7រហូតដល់ថ្ងៃទី27ខែធ្នូឆ្នាំ2025កងកម្លាំងប្រដាប់អាវុធថៃបានបើកប្រតិបត្តិការវាយលុកផ្នែកយោធាដែលបានគិតទុកជាមុននិងជាប្រព័ន្ធលើទីតាំងជាច្រើនតាមបណ្ដោយព្រំដែនដែលមានការទទួលស្គាល់ជាអន្តរជាតិដោយវាយសម្រុកចូលទន្ទ្រានកាន់កាប់និងឈរជើងគ្រប់គ្រងជាក់ស្ដែងលើតំបន់នានាដែលស្ថិតយ៉ាងច្បាស់លាស់ក្នុងទឹកដីកម្ពុជានៅក្នុងខេត្តចំនួន4រួមមានដូចជាខេត្តបន្ទាយមានជ័យចំណុចភូមិព្រៃច័ន្ទភូមិជោគជ័យភូមិបឹងត្រកួនខេត្តពោធិ៍សាត់តំបន់ភ្លុកដំរីច្រកអន្តរជាតិថ្មដាច្រកជ័យជំនះខេត្តព្រះវិហារតំបន់អានសេះតំបន់តាថាវតំបន់ភ្នំត្រាត់ខេត្តឧត្តរមានជ័យតំបន់អូស្មាច់ប្រាសាទខ្នាប្រាសាទតាកបីប្រាសាទតាមាន់ធំតំបន់ជលអង្គុញនិងតំបន់ជោគគ្រោះបងប្អូននេះគឺជាចំណុចទី2ហើយនៅចំណុចទី9កម្ពុជាសូមទាមទារឲ្យប្រទេសថៃក៏បញ្ចប់ជាបន្ទាន់នៅរាល់សកម្មភាពយោធាប្រកបដោយអរិភាពនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃនិងនៅក្នុងទឹកដីរបស់កម្ពុជាខដកបុគ្គលិកនិងសម្ភារៈយោធាទាំងអស់ចេញពីទឹកដីកម្ពុជាទៅកាន់ទីតាំងព្រំដែនដែលទទួលស្គាល់ដោយច្បាប់កគោរពដោយស្មោះត្រង់ចំពោះលក្ខខណ្ឌនិងស្មារតីនៃការព្រមព្រៀងប័ណ្ណជប់បាញ់ថ្ងៃទី28ខែកក្កដាឆ្នាំ2025សេចក្តីប្រកាសរួមស្តីពីសន្តិភាពនិងការដោះស្រាយជម្លោះដោយសន្តិវិធីរវាងកម្ពុជានិងថៃដែលត្រូវបានចុះហត្ថលេខានៅទីក្រុងកូឡាឡាំពួរនៅថ្ងៃទី26ខែតុលាឆ្នាំ2025និងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសរបស់កម្មាធិការព្រំដែនទូទៅនៅថ្ងៃទី27ធ្នូឆ្នាំ2025បាទអញ្ចឹងកម្ពុជាសង្ឃឹមថាសហគមន៍អន្តរជាតិនឹងជួយជំរុញឲ្យប្រទេសថៃឲ្យដោះស្រាយជម្លោះព្រំដែនស្របតាមច្បាប់អន្តរជាតិនិងកាតព្វកិច្ចរបស់ខ្លួនក្រោមសន្ធិសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់បើមុនក្រោមកិច្ចព្រមព្រៀងដែលមានស្រាប់គឺតាមរយៈ GBC និង JBC ហើយព្រំដែនកម្ពុជានិងថៃហ្នឹងគឺឆ្នាំ1904និង1907កាលនោះយើងមានបារាំងដែលជាអាណាព្យាបាលរបស់កម្ពុជាមកមុនអញ្ចឹងយើងយកឯកសារហ្នឹងមកធ្វើជាផុសតាងដើម្បីកំណត់ព្រំដែនកម្ពុជានិងថៃបងប្អូនបាទហើយកម្ពុជាប្រឆាំងដាច់ខាតមិនទទួលស្គាល់នៅគេថាព្រំដែនដែលប្រើដោយកម្លាំងប្រដាប់អាវុធមកមុនដោយការឈ្លានពាននោះទេអញ្ចឹងទោះបីជាថៃយកកុងតឺន័រមកដាក់កន្លែងណាយកព័ទ្ធរបស់លុះនៅកន្លែងណាក៏កម្ពុជាមិនទទួលស្គាល់ដាច់ខាតបាទអរគុណច្រើនបងប្អូនអរគុណ Boost Strong ញ៉ាំ Boost Strong ឆ្ងាញ់ជាងគេ